បាទសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យទាំង3មានគុណពុទ្ធគុណធម៌គុណព្រះសង្ឃគណៈពេលនេះសូមគោរពជំរាបសួរពុកម៉ែបងប្អូនពូមីងស្នេហ៍ទាំងអស់ដែលនៅក្នុងវណ្ណក្រាសរុបខ្ញុំប្រកាសណាខ្ញុំបានធ្វើដំណើរមកដល់លើក្នុងភ្នំកលែនបាទនេះគឺជាផ្ទាំងទស្សនីយភាពដែលខ្ញុំប្រកាសណាខ្ញុំបានផ្ដិតយកនៅលើកំពូលភ្នំកលែនទីតាំងគឺនៅព្រះអង្គធំបាទយើងមើលទេសភាពនៅក្នុងខែ5ថ្ងៃទី30ឆ្នាំ2025នេះពិតជាល្អស្រស់ត្រកាលណាស់ដោយសារប៉ុន្មានថ្ងៃនេះគឺមេឃកំពុងតែភ្លៀងបាទពុកបាទប៉ុន្មានថ្ងៃនេះគឺថាមេឃភ្លៀងរហូតហើយនេះគឺជាសកម្មភាពបងប្អូនដែលគាត់បានឡើងមកលើក្នុងភ្នំកលែនហើយគាត់ក៏បានជប់ចិត្តនឹងផ្កាចំប៉ីបាទហើយក៏បានបេះផ្កាចម្ប៉ាក៏បានបេះចែកគ្នានៅក្នុងការដែលគាត់ដើរលេងនេះបាទក្រុមរបស់គាត់ក្រុមរបស់គាត់គាត់ខំទៅបេះបាទវាមានក្លិនក្រអូបបាទពុកម៉ែបងប្អូនបាទគួរជាទីពេញចិត្តទាំងអស់គ្នាបាទហើយយើងទាំងអស់គ្នាក៏តែងតែមកនៅកន្លែងព្រះអង្គធំដើម្បីធ្វើការបួងសួងគោរពនៃញាណទុសបារមីរបស់ព្រះអង្គធំបាទនេះគឺជាសកម្មភាពចិត្តញោមពុទ្ធបរិស័ទបងប្អូនខ្មែរយើងជាច្រើនអ្នកបាទដែលបានចូលមកធ្វើការថ្វាយឬក៏បូជាចំពោះទុសបារមីឬក៏បារមីរបស់ព្រះអង្គធំនេះឯងបាទពីបុរាណកាលគេឃើញមានរូបព្រះមួយអង្គដែលឆ្លាក់បាទយកប្រកេះទៅខាងកើតបាទដែលជារូបព្រះអង្គធំដែលសាងឡើងនៅក្នុងសម័យបកូលាជំនាន់មុនបាទពុកម៉ែបងប្អូនបាទទោះបីជាយ៉ាងណាក្តីគឺយើងដែលជាកុលបុត្រកុលធីតាកូនខ្មែរគឺពងនឹងតកូលជាអ្នកថែរក្សានៅសម្បត្តិបេតិកភណ្ឌរបស់ជាតិបាទតាមជាសាសនារបស់រដ្ឋផងនោះគឺយើងទាំងអស់គ្នាបាទនៅតែប្រឹងប្រែងថែរក្សាបាទឲ្យបានល្អខ្ជាប់ខ្ជួនកុំឲ្យខុសអំពីប្រពៃណីបុព្វបុរសដើមនេះគឺជាសរីរកធាតុនៃអគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអរហន្តបាទសម្រាប់យើងគោរពបូជាវាបានដូចជាគោរពនៃព្រះពុទ្ធពិតអញ្ចឹងដែរបាទពុកម៉ែបងប្អូនបាទហើយយើងក៏ឃើញនៅប្រភពដ៏ស្រស់ស្អាតបាទសម័យបុរាណកាលបាទគឺប្រភពខ្មែរយើងបាទមានចង្ការព្រែកបាទព្រះអង្គបាទចម្លាក់ព្រះអង្គសឹងគឺព្រះអង្គកំពុងតែផ្ទុំសឹងកំពុងតែញញឹមបាទប៉ុន្តែប្រណិតព្រះអង្គបើទេអត់មានបិទទេពុកម៉ែបងប្អូនបាទសាធុពិតជាល្អណាស់ខ្ញុំសូមនមស្ការថ្វាយបង្គំបាទសូមឲ្យបងប្អូនទាំងអស់បានសុខសប្បាយដែលអ្នកបានមកគោរពបូជានៅលើក្នុងភ្នំកលែននេះឯងនេះគឺជាផ្ទាំងទស្សនីយភាពនៅខាងលើកំពូលភ្នំដែលខ្ញុំផ្ដិតយកបាទមានឃើញផ្ទាំងថ្មដ៏ធំបាទដែលជាកន្លែងខ្ពស់នៅលើកំពូលភ្នំនេះឯងបាទមើលទៅហាក់បីដូចជាមានក្បាច់រចនាធម្មជាតិដែលបានចម្លាក់ទុកប៉ុន្តែនេះក៏ជាចម្លាក់នៃធម្មជាតិដែរបាទធ្វើឲ្យយើងបានគយគន់ហើយក៏បានធូរលហើយស្បើយពីក្នុងចិត្តបាទអស់នៅ stress បាទយើងបានថាធូរនៅក្នុងអារម្មណ៍បាទហើយមានខ្យល់អាកាសល្អណាស់ត្រជាក់នៅក្នុងគណៈពេលនេះបាទពុកបងប្អូនបាទនេះហើយផ្ទៃមេឃថ្ងៃនេះក៏មិនជាស្រឡះប្រហែលដែរកំពុងតែរចង់ភ្លៀងបន្តហើយពីព្រោះយប់មិញនេះភ្លៀងមួយយប់ខ្ញុំយប់មិញខ្ញុំសម្រាកនៅលើក្នុងព្រំកលែននេះឯងបាទនៅកន្លែងវត្តចៅអធិការបាទនេះពុកបងប្អូនបាទទេសភាពស្អាតណាស់បាទមានផ្កាមានរុក្ខជាតិអីផ្សេងជាច្រើនបាទដុះបាទហ៊ុំព័ទ្ធនៅលើក្នុងព្រំនេះឯងបាទបើសិនជាបងប្អូនចង់ស្នាក់ធម៌ចង់សម្រាកទាំងឲ្យអារម្មណ៍បាទនៅក្នុងចិត្តគេថាចឹងបងប្អូនអាចអញ្ជើញមកភ្នំកលែនបានដើម្បីទទួលយកនៅធម៌ពលធម្មជាតិដើម្បីឲ្យខ្លួនយើងនឹងបានស្រស់ស្រាយគ្រប់គ្នាបាទសូមអរគុណបាទ